ចឹងពេលដែលអ្នកនរ display xy data វាមានអាចចំណុចមួយខុសវងគេចឹងវាប្រកាសជាមានតម្លៃ xy ដែលខុសហើយនឹងខុស x ឬក៏ខុស y ចឹងយើងបើកមើល attribute របស់វាយើង select វាហ្នឹងណាចឹងចំណុចពងដែលខុសគឺនៅក្នុង0អក្សរ a ហើយលេខ4ចឹងលេខ x វាគឺ47 46 79ដល់ឡែក y 13 15 3 04ចឹងយើងទៅមើល0អក្សរ a ហ្នឹងលេខ4យើងឃើញថាយើងតម្លៃ y គឺ13 15ឯងឃើញទេ13 15ឯង304ចឹងនេះ13 16ចឹងមានន័យថាយើងវាយច្រឡំហើយលេខ5និងលេខ6ចឹងដើម្បីកែងាយស្រួលមានវិធីសាស្ត្រមួយទៀតគឺយើង edit vertex យើង select លើវាចឹងមកពងនៅខហ្នឹងហើយ edit vertex មកនៅក្នុង edit vertex tool វាមានកន្លែងវា show xy ឲ្យយើងនេះចឹងអ្នកនរគ្នាគ្រាន់តែដូរមកនេះ y 15ហ្នឹងដូរទៅ16នេះដូរ16មកចឹងនៅពេលដែលអ្នកគ្នាចុច enter ហើយចុច crease នេះវានឹងដូរទីតាំងមកយើងឃើញទេវាលោតមកទីតាំងត្រូវវិញហើយដល់ឡែកអានេះវាអត់ update ទេនៅ15ដែរអញ្ចឹងអ្នកគ្នាមិនចាំបាច់ទៅគណនានេះគ្រាន់តែដូរតម្លៃយកមករួចជាការស្រេចអូខេ